Cambodian Idol អ្នកចាត់ audition ឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យបំពង់ហេតុសៀងភីវអ៊ីវសញ្ញាតាប៉ែធ្វើឲ្យខួរក្បាលស្រស់ថ្លាបន្ថយភាពឈឺចាប់បេក្ខជនម្នាក់នេះកំពុងតែគូរគំនូរសកម្មភាពនេះបានធ្វើឲ្យមានភាពតាក់ទាញដល់បេក្ខជនដទៃទៀតខ្ញុំបានឈ្មោះជាសុភាខ្ញុំបានមានអាយុ25ឆ្នាំខ្ញុំបានមានអាជីពជាជាងគំនូរចម្លាក់ខ្ញុំអាចធ្វើឲ្យរូបញញឹមក៏ដូចជាសាច់យំក៏បានក៏ប៉ុន្តែមិនដឹងថាបន្តិចទៀតនេះខ្ញុំត្រូវសាច់ឬមួយក៏ខ្ញុំត្រូវយំទេបាទហើយពីវិញគិតថាឆ្លងផុតដល់ក្នុងវគ្គចែក audition នេះខ្ញុំជឿជាក់លើសមត្ថភាពលើខ្លួនឯងជឿជាក់យកសលេងទៅចង់សើទីតាមពិតបេក្ខជនម្នាក់នេះធ្លាប់បរាជ័យម្ដងរួចមកហើយក្នុងការប្រឡងចម្រៀងតែគាត់នៅតែមានទឹកចិត្តចូលរួមប្រឡងម្ដងទៀតខ្ញុំសួរបងបាទអរគុណសួស្តីអូនបាទសួស្តីឈ្មោះអីហើយអាយុប៉ុន្មានខ្ញុំឈ្មោះជាសុភាអាយុ25ឆ្នាំសុភាមានស្រុកកំណើតនៅភ្នំពេញឬក៏តាមខេត្តខ្ញុំនៅខេត្តកំពង់ស្ពឺបងកំពង់ស្ពឺបាទចុះមុខរបរខ្ញុំសិក្សាខាងផ្នែកគំនូរចម្លាក់អូខេគំនូរចម្លាក់សុភាមានអារម្មណ៍ថាខ្លួនឯងកម្រិតនៃការរំភើបនឹងខ្លាំងមិនខ្លះដល់ពេលដែលក្រុមការងាររបស់យើងទំនាក់ទំនងទៅប្អូនថាប្អូននឹងមានវត្តមាននៅក្នុងថ្ងៃនេះពេលហ្នឹងខ្ញុំកំពុងតែធ្វើការបងកំពុងតែចាត់រូបអញ្ចឹងណាសិតទៅពេលចាត់ទៅក្រុមការងារខលទៅប្អូនសួរតែហោះចាញ់វិនទាហ្មងហ្នឹងអូខេឥឡូវរួចរាល់នៅបានបងចាដូច្នេះចាប់ផ្ដើមបានចូលសង្សារមិនព្រមអើពើបងចាំឡើងលងីលងើដេកជុំមកមើអើយគេចំអកភ្នែកដែលធ្លាប់មើលគ្នាពេលបាត់ពុំងាក៏យំដងហងភ្លេចបងគ្មាននឹកប្រព័ន្ធក្រចកតាមរកគ្រប់ច្រកនៅតែមិនបានជួបស្រីញ៉ាទឹកភ្នែកតាមមេឃព្រោះនឹកពេកផ្ដាំមេឃអើយមើលចរណៃអូនដូរលេខទូរស័ព្ទដៃកើតអីទៅថ្លៃបានកិច្ចពីបងភ្លេចពីងដែលសន្យាអូនធ្លាប់វាចាថានឹកតែបងស្លាប់ក៏មិនជឿអូនក្បត់បងដឹងអត់នួនល្អងបងកំពុងហូរទឹកភ្នែកក្រៅពីអូនមិនយកប្រពន្ធស៊ូស្ម័គ្រស្លាប់ខ្លួនតាមរកអូនដល់ជើងមេឃនឹកអូនម្ដងបងពិតជាចង់ស្រែកហេតុអ្វីសុខសុងក៏បែកអាណិតប្រាប់ហេតុផលឲ្យបងដឹងសុំតែដៃឲ្យលឺតិចអរគុណភាពិតជាមិនធម្មតាមែនសំជាបេក្ខជនរបស់ Cambodian Idol បទឲ្យប្អូនយកមកច្រៀងបាញ់ហ្នឹងគឺជាបទមួយដែលរាប់ទុកថាស្ដាប់ទៅដូចជាងាយច្រៀងប៉ុន្តែពេលដែលច្រៀងគឺពិបាកដោយសារអីយើងត្រូវប្រើដង្ហើមវែងអបជាមួយនឹងសម្លេងរបស់យើងរហូតហើយជាពិសេសគឺសលេងដើនហ្នឹងគឺមិនមែនចេះតែធ្វើទៅព្រោះទេណាចាបាទ
សម្រាប់ភាគឺនៅក្នុងថ្ងៃនេះគឺចំណុចល្អច្រើនជាងចំណុចខ្វះខាតគួរឲ្យកត់សម្គាល់ បាទភាថ្ងៃនេះមានអារម្មណ៍ថាបកស្រាយជាមួយមួយបទដែលពិបាកនឹងច្រៀងទាំងស្ទីលនៃការច្រៀងក៏ដូចជាសំឡេងរដើនក៏ប៉ុន្តែបងអូនបកស្រាយដោយដូចមានថាដូចអត់ប្រឹងដូចដោយធម្មតាដោយសំឡេងដោយរលូនពីធម្មជាតិរបស់បងអូនមកច្រៀងថ្ងៃនេះបានល្អមែនទែនសម្រាប់ Cameron Idol នៅក្នុងថ្ងៃនេះភាពខ្វះខាតរបស់ភាតិចមែនទែនអញ្ចឹងបងសង្ឃឹមថាបងទាំងអស់គ្នាគាត់នឹងផ្ដល់នៅយោបល់ល្អផ្សេងមួយនឹងទៀតដល់ភាបាទសូមជើញបងម្ចាស់បទ សុភាធ្វើបានល្អទាំងអឿនកលុកកលាក់និងភាពទំអូញទំអែនិងមានទឹកដមនៅក្នុងអត្ថន័យហ្នឹងអញ្ចឹងតិចតួចមានក៏ប៉ុន្តែក៏វាមិនជារឿងមួយធំសម្រាប់សុភាដែរបាទបងហើយសង្ឃឹមថាមានការព្យាយាមបន្តទៀតដើម្បីទទួលនៅជ័យលាភីមួយសម្រាប់ខ្លួនឯងដែលខ្លួនឯងចង់ទទួលបានបាទបង ហើយសុំសួរមួយចេះគូររូបអត់ចេះបងអញ្ចឹងចេះផ្នែកចម្លាក់ហ្នឹងហើយចេះគូររូបទៀតចម្លាក់បងនៅអត់ទាន់ចេះផ្សងទេបងបើគំនូបងអាចធ្វើបានគំនូខ្លាំងជាងអញ្ចឹងអូនគូគំនូជាពុទ្ធប្រវត្តិឬមួយក៏អាចជាគូគំនូទូទៅបានពុទ្ធប្រវត្តិហ្មងដឹងពិតផ្នែកគំនូក៏ដូចជាចម្លាក់ដែលបងអូនបានធ្វើសប្តាហ៍ថ្ងៃហ្នឹងក៏ជាផ្នែកសិល្បៈមួយមុខដែរដូច្នេះដូចថាមិនឃ្លាតឆ្ងាយពីសិល្បៈផ្នែកចម្រៀងទេហើយឥឡូវហ្នឹងបងអូនមាននិស្ស័យចម្រៀងទៀតហើយបងអូនបកស្រាយចម្រៀងបានល្អនៅក្នុងបទចម្រៀងបទមិញអញ្ចឹងបកត្រឡប់មកវិញរឿងបទចម្រៀងមិញណាអញ្ចឹងចំណុចខ្វះខាតបន្តិចបន្តួចទៅលើពាក់ព័ន្ធទៅលើបច្ចេកទេសច្រៀងឯងបន្តិចបន្តួចប៉ុន្តែការបកស្រាយជារួមទាំងមូលតែម្ដងគឺអត់មានសូវមានបញ្ហាអីធ្វើឲ្យយើងស្ដាប់ទៅមានអារម្មណ៍ថាទៅជាអីទាំងអស់បើបិទភ្នែកទៅចូលមនោសញ្ចេតនាជាមួយមិញហ្នឹងស្ដាប់ទៅដូចថាចូលតួហ្មងណាខ្ញុំណាឥឡូវចេះអូនបងចង់ដឹងថាមានដោយជារូបគំនូឬក៏ស្នាដៃអីមួយមកតាមខ្លួនទេដើម្បីឲ្យពួកបងបានឃើញបានមានបងមានអូចឹងសុំមើលឥឡូវនៅណាសុំនៅវិហារនៅក្រៅអូខេឥឡូវចង់ឃើញស្នាដៃបងអូនបាទទៅយកទីមកគាត់ឃើញបាទអូបងរាជអើយអូនោះអូគុំអ្នកចង់បានអត់បានមកបានពិតជាបកែមែននេះអូហូបងតាំងពីអាយុ6 10បងនៅក្មេងឃើញទេគាត់សម័យនេះសុំបន្ទឹមគាត់ជាភាពសម័យបាទអូអញ្ចឹងគូហ្នឹងគូតាមការសម័យបាទហើយនិយាយទៅភ្លាមទៀតបងកាប់ប៉ុតសំណួររបស់ខ្ញុំសួរមិញមានប្រយោជន៍មែនតើសួរថាបងចេះគូររូបអត់បន្ទាប់មកយើងបែកអូហូស្ទឹងមកក៏ចេញជារូបគំនូផ្ទាំងពីសិលាកាប់ទៅត្រូវគូគាត់2នាក់ទៀតមែនដោយសារតែគូអត់តន់មែនទេសុំទោសឥឡូវចេះអូខេឥឡូវកំពុងធ្វើការសម្រេចចិត្តមួយដោយចាប់ផ្ដើមពីបងសវត្ថ Yes រាជខ្ញុំមកបាទ Yes កញ្ញាឈប់គេអត់គូឲ្យក៏ដែរអត់ទេខ្ញុំធម្មតាខ្ញុំផ្ដោតទៅលើសមត្ថភាពរបស់គាត់ក៏ប៉ុន្តែយេបងខ្ញុំមិនមែនដោយសាររូបគំនូទេណាទេដោយសាររូបគំនូមិនមែនទេខ្ញុំត្រៀមអារម្មណ៍សម្រាប់សម្រាប់ឲ្យគាត់តាំងពីស្ដាប់ពេលដែលគាត់ជិះចង់អញ្ចឹងអូសលេងគាត់ឥឡូវឆ្លើយឥឡូវគាត់2អ្នកឆ្លើយ yes ហើយណាសម្រាប់ខ្ញុំyes បើបងគេ3នាក់គេ yes ហើយបងអត់ yes ទេវាការគួរឲ្យព្រោះពេកអញ្ចឹង yes ម្នាក់ទៀតអូខេអរគុណអូកែមែនទេចូលរួមអបអរបាទគុំទៅកាន់វគ្គបន្ទាប់អរគុណអរគុណខំទៀតខំណាចាអរគុណទៀតជួយសប្បាយចិត្តណាពុកម៉ែបងប្អូនខ្ញុំបានទៅវគ្គបន្តទៀតហើយវាប្រហែលអាទិត្យហ្នឹងគិតថាគូរបៀបម៉េចដល់អញ្ចឹងគេគិតឃើញហើយគេគូថា2ថ្ងៃអត់ទេប្រឡាក់